ស្រីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូទី3ដែលតាក់ទងជាមួយនឹងសំណួរចម្លើយភូមិវិទ្យាហើយកាលវីដេអូទី2នេះគឺយើងបានធ្វើតាក់ទងជាមួយនឹងរដ្ឋបាលនៅសម័យខ្មែរក្រហមចែកចេញជាប៉ុន្មានតំបន់នៅឆ្នាំ76នេះហើយក៏ដាច់បាត់ពាក់កណ្ដាលអញ្ចឹងខ្ញុំសូមបន្តត្រឹមសំណួរនេះតទៅមុខទៀតតែសូមតត្រឹមតែភូមិភាគជាបន្តទៀតទេអញ្ចឹងយើងមកមើលអស់គ្នាទៀតភូមិភាគមួយទៀតគឺភូមិភាគឧត្តរឬឲ្យឈ្មោះថាតំបន់103គ្រប់គ្រងដោយកុយធួននិងស៊ូសូតមានខេត្តសៀមរាបដោយមន្ត្រីនិងកំពតសំទោសនិងកំពង់ធំភូមិភាគពាយ័ព្យឬតំបន់560គ្រប់គ្រងដោយរស់ញឹមមានខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់មួយទៀតភូមិភាគប្រចាំឬតំបន់401គ្រប់គ្រងដោយជូចេតមានខេត្តកំពង់ឆ្នាំងផ្នែកខ្លះនៃខេត្តកំពង់ស្ពឺនិងតំបន់មាត់សមុទ្រមួយចំនួនបាទនិងភូមិភាគទី9នោះគឺភូមិភាគឦសានឬក៏តំបន់106គ្រប់គ្រងដោយអ៊ុនភឿនមានខេត្តស្ទឹងត្រែងរតនគិរីមណ្ឌលគិរីនិងខេត្តក្រចេះអញ្ចឹងយើងទៅចូលដល់សំណួរទី12ទាំងអស់គ្នាថាតើវត្តមានអាណានិគមនិយមបារាំងនៅលើទឹកដីកម្ពុជាផ្ដល់ផលវិជ្ជមាននិងផលអវិជ្ជមានដូចម្តេចខ្លះចឹងអាណានិគមនិយមបារាំងបាននាំមកនូវផលវិជ្ជមាននិងផលអវិជ្ជមានដល់កម្ពុជាដូចជាទី1គឺចំណុចវិជ្ជមានបាទវិជ្ជមានគឺចំណុចល្អបារាំងបានជួយការពារទឹកដីពូជសាសន៍ខ្មែរបានគង់វង្សបារាំងបានជួយកែតម្រង់រដ្ឋបាលប្រព័ន្ធសេដ្ឋកិច្ចអប់រំសិក្សាធិការរៀបចំសង្គមខ្មែរឲ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់និងបានរីកចម្រើនលូតលាស់ជាងមុនបាទបារាំងបានជួយកសាងផ្លូវថ្នល់ស្ពានមន្ទីរពេទ្យសារមន្ទីរជាតិហេដ្ឋារចនាសម្ព័ន្ធសាលារៀនបណ្ដុះបណ្ដាលធនធានមនុស្សបាទបារាំងបាទតាមរយៈសាលាបារាំងនេះគឺមានតាមរយៈគុណសម្បត្តិរបស់បារាំងនេះគឺមានសាលាចុងបូព៌ាប្រទេសមួយបាទត្រូវបានបារាំងនឹងសិក្សាស្រាវជ្រាវនិងចងក្រងប្រវត្តិដូនតាយើងបាទដូចជាជួសជុលប្រាសាទអភិរក្សវប្បធម៌អរិយធម៌ព្រមទាំងបានផ្សព្វផ្សាយទៅលើឆាកអន្តរជាតិធ្វើឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាយើងក្នុងនាមអាណាព្យាបាលខ្មែរបារាំងបានយកទឹកដីខ្មែរពីសៀមឈ្លានពានមកឲ្យខ្មែរវិញដូចជានៅថ្ងៃទី13កុម្ភៈឆ្នាំ1904យកខេត្តត្រាចកោះកុងមលូព្រៃទន្លេរពៅនិងស្ទឹងត្រែងមកវិញថ្ងៃទី23មីនា07បាទ1907យកខេត្តសៀមរាបបាត់ដំបងនិងស្រីសុភ័ណ្ឌមកវិញនៅឆ្នាំ1908បារាំងបានគូសផែនទីខ្នាតដងរែកទុកជាប្រយោជន៍ដល់កម្ពុជាផែនទីនេះហើយដែលនាំឲ្យខ្មែរឈ្នះក្តីក្នុងរឿងក្តីខ្មែរក្រហមសំទោសឈ្នះក្តីក្នុងរឿងប្រាសាទព្រះវិហារបាទចឹងចំណុចមួយទៀតនោះគឺចំណុចអវិជ្ជមានបាទផលមិនល្អចឹងបារាំងបានធ្វើឲ្យប្រជាជនខ្មែរកាន់តែក្រីក្រដោយសារតែការជិះជាន់កេងប្រវ័ញ្ចប្រមូលពន្ធដារយ៉ាងធ្ងន់ធ្ងរស្ទើរហួសហេតុឬហួសការស្មានមួយទៀតបារាំងបានធ្វើឲ្យមានគម្លាតរវាងអ្នកទីក្រុងនិងអ្នកជនបទអ្នកមាននិងអ្នកក្របង្កើតទំនាស់វណ្ណៈក្នុងសង្គមខ្មែរយ៉ាងធ្ងន់ធ្ងរបាទបារាំងបានកេណ្ឌប្រជាជនខ្មែរឲ្យទៅច្បាំងស្លាប់ក្នុងសមរភូមិសង្គ្រាមលោកលើកទី1និងលោកលើកទី2មួយទៀតបារាំងបានប្រមូលយកវត្ថុមានតម្លៃគេដំណែលខ្មែរទៅបារាំងមួយទៀតបារាំងកាត់ដីខ្មែរឲ្យទៅប្រទេសជិតខាងស្រេចតែចិត្តដោយពុំបានសួរយោបល់ពីស្ដេចខ្មែរដូចជាថ្ងៃទី23មីនាឆ្នាំ1907កាត់ខេត្តត្រាចឲ្យទៅសៀមបាទថ្ងៃទី31មករាឆ្នាំ1939កាត់បញ្ចូលកោះត្រល់ដាក់ចូលទៅក្នុងដែនរដ្ឋបាលទឹកដីកូសាំងស៊ីនមួយទៀតគឺនៅថ្ងៃទី4ខែមិថុនាឆ្នាំ1949កាត់កម្ពុជាក្រោមឬទឹកដីកូសាំងស៊ីននេះឲ្យទៅវៀតណាមទៀតបាទអញ្ចឹងនេះគឺជាគុណសម្បត្តិនិងគុណវិបត្តិដែលបារាំងគ្រប់គ្រងលើខ្មែរយើងរយៈពេល90ឆ្នាំអញ្ចឹងយើងចូលដល់សំណួរទី13គេសួរថាតើព្រះរាជាខ្មែរដែលសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងមានព្រះនាមអ្វីខ្លះអញ្ចឹងរយៈពេល90ឆ្នាំដែលបារាំងគ្រប់គ្រងខ្មែរយើងនេះតើមានព្រះមហាក្សត្រខ្មែរអង្គណាខ្លះហើយសម័យកាលណាខ្លះដែលគ្រប់គ្រងទឹកដីខ្មែរយើងអញ្ចឹងយើងបំពេញចម្លើយទាំងអស់គ្នាគេដាក់ថាព្រះរាជាខ្មែរដែលសោយរាជ្យក្នុងសម័យអាណានិគមនិយមបារាំងទី1គឺព្រះបាទសម្ដេចព្រះនរោត្តមចាប់ពីឆ្នាំ1860ដល់1904ទី2គឺព្រះបាទសម្ដេចស៊ីសុវត្ថិនៅឆ្នាំ1904ដល់ឆ្នាំ1927បាទទី3គឺព្រះបាទសម្ដេចព្រះ
ស៊ីសវត្តមនីវង្សបាទគឺសោយរាជ្យចាប់ពីឆ្នាំ1927ដល់1941និងចុងក្រោយគេនោះគឺព្រះបាទសម្ដេចព្រះនរោត្តមសីហនុបាទគឺនៅឆ្នាំ1941ដល់1955បាទតោះចឹងយើងមកមើលសំណួរទី14តើប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញនៅឆ្នាំណាមានអត្ថន័យយ៉ាងដូចម្ដេចបាទចឹងប្រទេសកម្ពុជាយើងទទួលបានឯករាជ្យពេញលេញពីបារាំងគឺនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953ការទទួលបានឯករាជ្យពីបារាំងផ្ដល់អត្ថន័យសម្រាប់កម្ពុជាដូចជាកម្ពុជារួចផុតពីនិមនានិគមនិយមបារាំងទទួលបានឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីបាទប្រជាជនមានសិទ្ធិសេរីភាពពីការគាបសង្កត់ប្រជាជនរួចផុតពីការបង់ពន្ធដារបាទអន្តរជាតិទទួលស្គាល់ឯករាជ្យជាតិរបស់កម្ពុជាយើងនិងចំណុចចុងក្រោយនេះគឺប្រជាជនមានសិទ្ធិសម្រេចជោគវាសនារបស់ខ្លួនមិនពឹងផ្អែកលើបារាំងទេអញ្ចឹងយើងចូលដល់សំណួរទី15គេសួរថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអនុម័តលើកិច្ចព្រមព្រៀងអ្វីឬកិច្ចព្រមព្រៀងទំនាក់ទំនងនឹងកម្ពុជាដូចម្ដេចខ្លះបាទចឹងតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានអនុម័តលើកិច្ចព្រមព្រៀងទំនាក់ទំនងនឹងកម្ពុជាដូចម្ដេចខ្លះចឹងយើងបំពេញចម្លើយទី1គឺបញ្ចប់វិបត្តិនយោបាយនៅកម្ពុជាមួយទៀតរៀបចំការបោះឆ្នោតជាសកលចំណុចមួយទៀតនោះគឺជាការចាប់កំណើតនៃលទ្ធិប្រជាធិបតេយ្យសេរីភូប៉ាបាទចាប់កំណើតមិនកំណើនទេណានិងចំណុចមួយទៀតពលរដ្ឋមានសិទ្ធិទទួលព័ត៌មាននិងបញ្ចេញមតិបាទវិនិយោគទុនបរទេសកាន់តែច្រើនមកបណ្ដាក់ទុនរកស៊ីសេដ្ឋកិច្ចជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័សបាទទំនាក់ទំនងការបរទេសកាន់តែល្អប្រសើរចំណុចមួយទៀតគឺប្រទេសជាតិទាំងមូលមានសន្តិភាពកម្រិតជីវភាពរបស់ប្រជាពលរដ្ឋមានការប្រែប្រួលចំណុចមួយទៀតនោះគឺមានការប្រែប្រួលលើគ្រប់វិស័យទាំងអស់បាទនិងចំណុចចុងក្រោយគេមានដៃគូបាទមានដៃគូសហការអភិវឌ្ឍសង្គមឲ្យកាន់តែច្រើនបាទអង្គការសង្គមស៊ីវិលក៏ច្រើនដែរតោះចឹងយើងចូលដល់សំណួរទី16គេសួរថាចូលពរណីអំពីការបង្កើតសមាជរបស់សម្ដេចនរោត្តមសីហនុចឹងសមាជនេះមានប្រែមកថាអង្គប្រជុំបាទណាចាស់យើងមកមើលទាំងអស់គ្នាពរណីអំពីសមាជជាតិក្នុងសម័យសង្គមរាស្ត្រនិយមបាទសង្គមរាស្ត្រនិយមបាទនេះគឺសង្គមរាស្ត្រនិយមបាទអស់យើងអានទាំងអស់គ្នាមកចឹងសមាជជាតិគឺជាវេទិកានៃលទ្ធិប្រជាធិបតេយ្យដែលបង្កើតឡើងដើម្បីឲ្យប្រជាជនគ្រប់ស្រទាប់វណ្ណៈគ្រប់និន្នាការនយោបាយចូលរួមពិភាក្សាជាមួយថ្នាក់ដឹកនាំអំពីប្រយោជន៍រួមជាតិបាទចឹងនេះគឺជានយោបាយរបស់ពាក្យសមាជជាតិណាបាទតោះចឹងយើងមកតទៅមុខទៀតសមាជជាតិប្រារព្ធធ្វើ2ដងក្នុងមួយឆ្នាំលើកទី1នៅថ្ងៃទី13មិថុនាឆ្នាំ1955លើកទី2នៅថ្ងៃទី25ខែកញ្ញាឆ្នាំ1955បាទផលប្រយោជន៍នៃសមាជជាតិមានទី1គឺដឹងពីមន្ត្រីក្បត់បកពួកនិយមតាមរយៈពាក្យបណ្ដឹងរបស់ប្រជារាស្ត្រដឹងអំពីសុខទុក្ខរបស់ប្រជារាស្ត្របើកវេទិកាដំណាភិបកំណត់ភាសាខ្មែរជាភាសាផ្លូវការផ្ដល់សិទ្ធិដល់ស្ត្រីក្នុងការចូលរួមបោះឆ្នោតបាទអប់រំកែប្រែលម្អមន្ត្រីពុករលួយនិងស្មោះត្រង់បាទអញ្ចឹងវីដេអូនេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះដែរយើងនឹងជួបគ្នានៅវីដេអូទៀតក្រោយៗទៀតតាក់ទងជាមួយនឹងសំណួរចម្លើយទី17ទី18តទៅមុខទៀតបាទចឹងអរគុណច្រើនជួបនៅវីដេអូក្រោយ